រឿងចៅតបប្រមល់កាលពីព្រេងនាយមានបុរសពីរនាក់បានសាងកុសលជាមួយគ្នាលុះបុរសទាំងពីរស្លាប់ទៅបុរសម្នាក់បានកើតទៅជាព្រះឥន្ទបុរសម្នាក់ទៀតទៅកើតជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីជារបរចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទបានបើកព្រះនេត្រទិព្វមកឃើញបុរសនោះលំបាកវេទនាយ៉ាងដូចនេះមានសេចក្តីអាណិតអាសូរយ៉ាងខ្លាំងវេលាយប់ព្រះឥន្ទយកមាស3ដុំទៅដាក់ក្នុងលបបុរសនោះលុះព្រឹកឡើងបុរសនោះទៅលើកលបឃើញមាសមិនស្គាល់ជាមាសសម្គាល់ថាជាថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញបុរសបានមកមើលលបទៀតគម្រប់3ដងព្រះឥន្ទយកមាសដាក់ក្នុងលបដូចមុនទៀតបុរសឃើញដូចនោះនឹកខឹងក៏ចងមាស3ដុំនោះពូនយកទៅធ្វើជាថ្មជើងក្រានដាំបាយប្រពន្ធបុរសមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មជើងក្រានតាមបង្គាប់ប្តីក្រោយនោះមានព្រះរាជអាជ្ញាមកទារពន្ធគាត់មើលឃើញដុំមាសដែលបុរសនោះធ្វើជាថ្មជើងក្រានក៏ឲ្យបុរសយកមាសទាំង3ដុំនោះមកបង់ពន្ធដែលជំពាក់រាជការបុរសនឹកអរណាស់ក៏ព្រមប្រគល់ថ្មជើងក្រានទាំង3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះរាជអាជ្ញាបានដុំមាសពីបុរសនោះហើយក៏យកមួយដុំទៅថ្វាយព្រះមហាក្សត្រព្រះអង្គទ្រង់សាកសួរពីហេតុដែលបានមាសមកនោះព្រះរាជអាជ្ញាក៏ទូលតាមដំណើរស្ដេចទ្រង់ជ្រាបដូចនេះទ្រង់ឲ្យហៅបុរសនោះទៅសាកសួរបុរសក្រាបទូលថាមាសរបស់ទូលព្រះបង្គំ3ដុំបានជូនមកព្រះរាជអាជ្ញាហើយស្ដេចឲ្យទារយកមាស2ដុំទៀតពីព្រះរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសពុំបានទៀតទេស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំព្រឹកឡើងនាយតម្រួតប្រើបុរសនោះឲ្យធ្វើការដោយមានការជាស្ដីផងជ្រាបដល់ស្ដេចទ្រង់ឲ្យហៅបុរសនោះមកសួរពីមូលហេតុដែលធ្វើឲ្យមានការទាស់ចិត្តនាយតម្រួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូចនេះត្រូវចៅឯងរកសត្វតបប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យគេសម្លាប់ឯងក្នុងគ្រានេះបុរសឮដូចនោះក៏ភ័យគិតថាមុខជាស្លាប់ហើយគ្រានេះមិនដឹងជាទៅរកសត្វតបប្រមល់នៅឯណាទេតែមិនហ៊ានប្រកែកដែលខ្លាចអំណាចស្ដេចក៏ក្រាបបង្គំលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់ក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះឥន្ទបើកព្រះនេត្រទើបមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូចនោះក៏និម្មិតជាអាស្រមមួយនៅខាងមុខទីដែលបុរសដើរទៅហើយព្រះអង្គកាឡាខ្លួនធ្វើជាព្រះមហាឥសីបុរសមើលទៅឃើញអាស្រមដូចនោះក៏មានចិត្តត្រេកអរដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានហេតុអ្វីបុរសនោះទូលឥសីតាមដំណើរដែលស្ដេចឲ្យរកសត្វតបប្រមល់យកទៅថ្វាយឥសីថា
ចៅកំព្រួយរួចឥសីបានយកបំពង់ពកមួយមកសែកមុនវិជាសិលសាសកាត់ជាខ្លាសឹងដំរីពស់រមាសសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីសែកជប់បង្រួញសត្វទាំងនោះច្រកក្នុងបំពង់ពកប្រគល់បំពង់ពកនោះឲ្យទៅបុរសរួចផ្ដាំឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកឆ្នុកឲ្យស្ដេចប្រមូលរាជវង្សានុវង្សមកជួបជុំហើយបិទទ្វាររាជវាំងឲ្យជិតសុំបើកឆ្នុកមើលព្រោះសត្វនោះរត់រហ័សណាស់លោកបុរសនោះទទួលបណ្ដាំឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ពកទៅថ្វាយស្ដេចដោយក្រាបទូលថាទូលព្រះបង្គំរកសត្វតាប់ប្រមល់បានហើយនៅក្នុងបំពង់នេះហើយក៏ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលរាជវង្សានុវង្សមកជួបជុំរួចទ្រង់ចាត់ការបិទទ្វារវាំងទ្រង់ឲ្យអាមាត្យបើកឆ្នុកបំពង់ពកនោះខ្លាដំរីសឹងរមាសពស់ក៏ចេញពីបំពង់ពកមកខំស្ដេចនិងព្រះរាជវង្សានុវង្សនោះដល់នៅមរណភាពអស់ទៅក្រោយមកពួកអ្នកនគរឃើញបុរសមានឫទ្ធានុភាពដូចនេះក៏រៀបអភិសេកបុរសនោះឲ្យឡើងសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាព្រះរាជាអង្គនោះចូលទៅនៅក្នុងព្រៃវិញហើយផ្ដាំថាបើព្រះអង្គមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់ពួកយើងនឹងមកជួយយកអាសាជាដរាប